เคยบองប្អូនหลังเรื่องให้มอนนี่หลังทอดទៀតណាផុយหลังឆ្ងាញ់បងប្អូនអើយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកធ្វើបាយមាន់ញ៉ាំបងប្អូនយើងមានតែមាន់មួយមកយើងអាចធ្វើបាយមាន់ញ៉ាំបានហើយឥឡូវនេះខ្ញុំទៅដាក់ស្ងោរមាន់ណាគ្រឿងស្ងោរមាន់យើងមានគល់ក្រៃរំដេងលឹកក្រូចសើចអីចឹងណាហើយពេលយើងដាក់មាន់ចូលទៅស្ងោរទៅយើងបន្ថែមទឹកល្មៀតដែលយើងយកទៅបុកបងប្អូនខ្ញុំអត់បានថតឲ្យបងប្អូនមើលទេខ្ញុំយកទៅបុកហើយខ្ញុំពូតយកទៅទឹកវាហើយយើងយកមកបង់ជាមួយមាន់ដើម្បីឲ្យសាច់មាន់យើងឡើងពណ៌លឿងអញ្ចឹងណាបងប្អូនដោយសារយើងដាំបាយនេះដាំបាយមាន់ហើយណាំបងប្អូនតែមិនដឹងថាបងប្អូនធ្វើដូចខ្ញុំអត់ទេមើលទៅឥឡូវនេះមាន់យើងបានឆ្អិនហើយយើងបង់គ្រឿងមានរ៉ូឌីមានអំបិលមានប៊ីចេងអញ្ចឹងណាប៉ុន្តែបងប្អូនកុំឲ្យដាក់ស្ករពេលយើងដាំបាយវាអាចខ្លោចអញ្ចឹងណាព្រោះយើងយកទឹកហ្នឹងទៅដាំបាយបងប្អូនឥឡូវនេះមាន់យើងឆ្អិនហើយយើងស្រង់មាន់យើងទុកមកឲ្យវាត្រជាក់អញ្ចឹងណាបងប្អូនអើយមើលពណ៌ឡើងលឿងស្អាតណាយើងដាក់ល្មៀតអញ្ចឹងពណ៌សាច់មាន់ឡើងលឿងឃើញបងប្អូនឡើងលឿងហើយមាន់នេះឡើងធាត់ទៀតណាផុយឡើងឆ្ងាញ់បងប្អូនអើយឥឡូវនេះយើងទៅដាក់ឆាអង្ករដែលយើងដាំបាយហ្នឹងយើងយកទៅឆាបងប្អូនឆាហើយមិនបាច់ដាក់គ្រឿងអីទេបងប្អូនចង់ដាក់តែរ៉ូឌីបន្តិចក៏បានដែរប៉ុន្តែរ៉ូឌីអីយើងបង់នឹងទឹកមិញរួចអស់ហើយកាឡូយើងដាក់ទៀតអាចនឹងប្រៃបងប្អូនអញ្ចឹងយើងឆាអង្ករហើយយើងដាក់ទឹកល្មៀតដែលយើងបុកហ្នឹងយើងដាក់បន្ថែមនៅលើអង្ករយើងឆាទៅដើម្បីយកពណ៌លឿងពណ៌វាឡើងស្អាតបងប្អូនឲ្យដាំបាយឲ្យពណ៌ឡើងស្រស់បងប្អូនឃើញទេអង្ករនេះឆាទៅពណ៌ឡើងលឿងយើងដាក់ល្មៀតហ្នឹងណាបងប្អូនឥឡូវហ្នឹងយើងដួសយកទៅដាំបាយយើងដួសអង្ករហើយយើងយកទៅដាក់ទឹកដែលស្ងោរមាន់យើងមិញហ្នឹងណាបងប្អូនដាក់មកបរិមាណដែលយើងថាចង់បានស្រួយឬក៏ចង់បានទន់បន្តិចអីចឹងណាប៉ុន្តែបើបាយមាន់តាមខ្ញុំគិតបើយើងជ្រាយពេកអត់ឆ្ងាញ់ទេបងប្អូនយើងដាក់មកស្រួយក៏មិនស្រួយខ្លាំងដែរណាអ្នកខ្លះគាត់យកទៅចំហុយបាយមាន់ខ្លះគាត់ចំហុយអញ្ចឹងណាប៉ុន្តែខ្ញុំអត់ចំហុយទេបងប្អូនខ្ញុំដាំយើងធម្មតាហ្នឹងឥឡូវនេះឆ្អិនហើយបងប្អូនថតរៀងចាំងពលឺអញ្ចឹងអត់ឃើញពណ៌ស្អាតឥឡូវយើងដួសដាក់ចានយើងហើយយើងអាចញ៉ាំបានណាបាយមាន់នេះបងប្អូនយើងរៀបតុបតែងវាឲ្យស្អាតតិចមកយើងដាក់លឹកចេកហើយដាក់កញ្ច្រែងយើងអញ្ចឹងទៅហើយយើងដួសដាក់ទៅប្លែកអារម្មណ៍ញ៉ាំបាយចានរាល់ថ្ងៃអត់សូវប្លែកទេឥឡូវដាក់កញ្ច្រែងញ៉ាំម្ដងណាបងប្អូនឥឡូវយើងឌីកវាទៅយើងមានការ៉ុតមានអីបងប្អូនអាចដាក់ទឹកសក់ដាក់អីបានអញ្ចឹងណាតែខ្ញុំអត់ទេខ្ញុំដាក់តែការ៉ុតហើយទឹកត្រីកោះកុងបងប្អូនអាចធ្វើតាមការចូលចិត្តណាហើយយើងទឹកដែលសល់ពីស្ងោរមាន់ហ្នឹងយើងអាចថែមគ្រឿងហើយយើងយកមកដាក់ធ្វើជាទឹកស៊ុបញ៉ាំបានហើយមាន់យើងឃើញបងប្អូនពណ៌ស្អាតមែនតើអរគុណច្រើន